បាទសួស្តីបងប្អូនសិស្សានុសិស្សទាំងអស់ជាទីមេត្រីបាទនៅក្នុងវីដេអូនេះខ្ញុំបាទសូមលើកយកសរសេរស័ព្ទឬពាក្យសូដូចនឹងពាក្យប្រែកបាទមកធ្វើការបង្ហាញបងប្អូនបាទចំពោះបងប្អូនដែលមានចម្ងល់តកតងទៅនឹងសូដូចន័យដូចបញ្យលពាក្យឬពាក្យផ្ទុយបាទគឺអាច comment ខាងក្រោមវីដេអូឬមួយចូល channel Telegram ដែលដាក់ថាបញ្យលពាក្យខ្មែរហើយធ្វើការសាកសួរនៅទីនោះខ្ញុំបានព្យាយាមបញ្យលឲ្យអស់ពីលទ្ធភាពអញ្ចឹងទេដើម្បីកុំឲ្យខាតពេលវេលាយូរបាទសូមរីករាយតាមដានជាមួយនឹងការបង្ហាញដូចតទៅពាក្យទី1បាទគឺពាក្យប្រែកដែលសរសេរបយ៉ាងរសឯនឹងកនេះថ្នាក់ពាក្យជានាមមានន័យថាឈ្មោះគ្រឿងរទេះគោឬរទេះក្របីដែលដាក់ទុកពីក្រៅកង់ដែលដាក់ទុកពីមុខពីក្រោយហៅថាប្រែកត្រង់ដែលដាក់ទុកពីខ្នងពីខាងទាំងពីរហៅថាប្រែកងគឺសម្រាប់ហៅរទេះខ្មែរនេះគឺជាអត្ថន័យទី1នៃពាក្យប្រែកទី2ប្រែកគេសេដូចខាងលើដែរបាទគឺបយ៉ាងរស្អែនឹងកដែលមានន័យថាពាក្យសម្រាប់និយាយផ្សំនឹងពាក្យប្រោកថាប្រែកប្រោកគឺសូឬប្រោកប្រោកតិចតិចខ្លាំងខ្លាំងបាទនេះគឺជាពាក្យប្រែកពាក្យទី2ដែលមានគឺជាពាក្យសម្រាប់ផ្សំនឹងពាក្យប្រោកបាទជាបន្តទៀតនេះគឺទី3ពាក្យប្រែកដែលសរសេរបចង្រោស្អែនឹងកអានថាប្រែកថ្នាក់ពាក្យជានាមមានន័យថាជ្រលងឬប្រឡាយធំជាផ្លូវទឹកទន្លេទៅបឹងឬពីទីឯទៀតចូលមកទន្លេសមុទ្របើកើតដោយជីកហៅថាប្រែកជីកឧទាហរណ៍ប្រែកជីកហ្វូណតេជោប្រែកជីកសុយអេប្រែកជីកប៉ាណាម៉ាបាទនេះគឺជាប្រែកជីកទាំង3នេះគឺជាប្រែកជីកដែលកើតឡើងដោយសារមនុស្សបាទចំពោះអត្ថន័យទី4នៃពាក្យប្រែកដដែលនេះថ្នាក់ពាក្យជាគុណនាមដែលមានន័យថាដែលរួមឬភ្លោះជាប់គ្នាពីកំណើតឧទាហរណ៍ម្រាមដៃប្រែកម្រាមជើងប្រែកផ្លែចេកប្រែកបាទដោយបងប្អូនដឹងហើយបាទដូចជាផ្លែចេកប្រែកហ្នឹងចេកមួយស្និតមានពេលខ្លះផ្លែពីរជាប់គ្នាអាហ្នឹងគេហៅប្រែកបាទហើយមានតែខ្លះបបោមាត់គាត់ប្រែកបាទគេហៅភាគច្រើនគេបបោមាត់ប្រែកគឺមានដែរណាអញ្ចឹងអត្ថន័យនៃពាក្យប្រែកដែលខ្ញុំបានបង្ហាញនៅពេលនេះបាទគឺសូមបញ្ចប់តែប៉ុណ្ណេះហើយលោកគ្រូសង្ឃឹមថាវីដេអូនេះនឹងជួយជាប្រយោជន៍ខ្លះដល់ការសិក្សារបស់បងប្អូនជាក់ជាមិនខានបាទអញ្ចឹងយើងនឹងជួបគ្នានៅវីដេអូក្រោយទៀតបាទបាយបាយ